Online scam ជនបរទេសជាង200នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងអតីតកាស៊ីណូក្នុងខេត្តព្រះសីហនុជនសង្ស័យចំនួន263នាក់ស្ត្រី17នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងអតីតកាស៊ីណូ Galaxy West ស្ថិតនៅក្រុមទី6ភូមិ4សង្កាត់លេខ4ក្រុងខេត្តព្រះសីហនុក្រោមការសង្ស័យមានការលបលួចប្រតិបត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យា Online Scam ជនសង្ស័យដែលបានឃាត់ខ្លួនទាំង263នាក់រួមមានជនជាតិប៉ាគីស្ថាន11នាក់បង់ក្លាដេ23នាក់ចិន207នាក់ស្ត្រី7នាក់ស្ត្រីមីយ៉ាន់ម៉ា6នាក់នេប៉ាល់4នាក់វៀតណាម7នាក់ស្ត្រី3នាក់ម៉ាឡេស៊ីចំនួន4នាក់និងស្ត្រីជនជាតិឡាវ1នាក់ចំណែកវត្ថុតាងដកហូតមានកុំព្យូទ័រលើតុ860គ្រឿងទូរស័ព្ទ4129គ្រឿងកុំព្យូទ័រយួរដៃ16គ្រឿងនិង iPad 14គ្រឿងប្រតិបត្តិការនោះត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025នេះក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃអគ្គកម្មាធិការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យាកបចបនិងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិអគ្គនាយកដ្ឋានអន្តរប្រវេសន៍គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនិងដោយមានការសម្របសម្រួលនីតិវិធីពីលោកជីវអ៊ីងគង់ព្រះរាជអាជ្ញាធរងនៃអគ្គការអមសាលាដំបងខេត្តព្រះសីហនុដែលបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យនិងឈានទៅដល់បាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យាខាងលើនេះក្រោយការបង្ក្រាបនេះសមត្ថកិច្ចជំនាញបច្ចេកវិទ្យាកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគណៈជនសង្ស័យនិងវត្ថុតាងត្រូវបានប្រកល់ជូនអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្ដោះអាសន្ននិងប្រកល់ជូននគរបាលប៉ុស្តិ៍នគរបាលសង្កាត់លេខ4ក្រុងព្រះសីហនុជាអ្នកគ្រប់គ្រងរងអនុវត្តនីតិវិធីបន្តសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនិងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ